ជំរាបសួរថ្ងៃនេះខ្ញុំនឹងថតសកម្មភាពរបស់កូនរបស់ខ្ញុំពេលដែលកូនខ្ញុំរៀបទៅផ្ទះតែគាត់ធ្វើអ្វីខ្លះតាឥឡូវកូនទាំងអស់គ្នាកូនរៀបចំអីវ៉ៃអីវ៉ាន់កៅអីកូនចាមុននឹងកូនចេញទៅផ្ទះអញ្ចឹងបានន័យថាពេលដែលនេះគឺរៀបចំកូនរៀបកៅអីបែបម៉េចណាចានេះជាសកម្មភាពដែលគាត់រៀបចំនេះកៅអីអញ្ចឹងគាត់ត្រូវមកយកប្រអប់បាយរបស់គាត់ដែលគាត់ដាក់នៅទីនេះចាយកប្រអប់បាយរបស់គាត់ហើយគាត់ត្រូវនាំគ្នាដោះខ្សែកាតរបស់គាត់ទុកចាអញ្ចឹងខ្សែកាតគឺនៅទុកនៅកន្លែងនោះចានេះជាសកម្មភាពដែលកូនរបស់ខ្ញុំរៀបអញ្ចឹងពេលដែលយើងធ្វើជាគ្រូទី1គឺយើងបង្រៀនពួកគាត់តាំងពីដើមឆ្នាំមកម្លេះថាគាត់ត្រូវធ្វើអីខ្លះពេលចូលគាត់ត្រូវធ្វើអីខ្លះពេលដែលចេញទៅវិញចាឥឡូវយើងមើលកៅអីគាត់បានរៀបហើយទោះបីតែថាវាមិនសូវត្រង់ស្អាតក៏ដោយអញ្ចឹងប្រអប់បាយក៏គាត់យកទៅអស់ដែរហើយមួយទៀតខ្សែកាតក៏គាត់យកទៅដាក់នៅកន្លែងខ្សែកាតអស់ដែរបន្ទាប់ពីគាត់រៀបកៅអីរៀបអីអស់ហើយគឺគាត់ត្រូវមកឈរតម្រង់ជួននៅនឹងថ្នាក់ដើម្បីគាត់ទទួលបានសញ្ញាកិច្ចការចាអញ្ចឹងនេះទីទៀតគាត់នឹងទទួលបានសញ្ញាកិច្ចការសម្រាប់ប្រឹងសម្រាប់ប្រឹងស្អែករៀនអត់កូនស្អែករៀនអត់កូនស្អែកថ្ងៃអីកូនថ្ងៃអាទិត្យពេលទៅដល់ផ្ទះវិញជួបប៉ាម៉ាក់ធ្វើម៉េចកូនចាជំរាបសួរប៉ាម៉ាក់ណាតាឥឡូវកូនសូមកំណាព្យមុនពេលទៅផ្ទះជំរាបកិច្ចការហើយចានេះជាសកម្មភាពមុនពេលទៅផ្ទះសម្រាប់ពួកគាត់ចាចាយកមកស្លឹកកូនទៀតទៀតទៅចាបន្ទាប់ពីគាត់ចេញពីថ្នាក់អស់ហើយគឺគាត់ត្រូវទៅតម្រង់ជួររួមគ្នាមួយនៅមុខរោងអាហារដោយសារតែកន្លែងនេះគឺក្តៅអញ្ចឹងយើងត្រូវតម្រង់ជួរមុខរួមគ្នាមួយសម្រាប់នៅមុខរោងអាហារទៀតណាដើម្បីគ្រូណែនាំកុមារទាំងអស់គ្នាមួយសារទៀតហើយនឹងបណ្ដាំផ្ញើជារួមអញ្ចឹងអានេះជាសកម្មភាពដែលគាត់មកប្រជុំជួររួមគ្នាទៀតទៀតដល់ពេលយើងចេញទៅផ្ទះប៉ាម៉ាក់នឹងមកយកនៅមុខខ្លោងទ្វារអរគុណច្រើន